Welcome to the Voice of America in Khmer. Direct from Washington, the Voice of America, VOA. សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រីក្នុងកម្មវិធីផ្សាយរបស់ VOA វិទ្យុសំឡេងសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃពុធទី4ខែមីនាឆ្នាំ2015នេះខ្ញុំជឹងពូជីននិងសហការី VOA វិទ្យុសំឡេងសហរដ្ឋអាមេរិកសូមស្វាគមន៍អស់លោកអ្នកពីរដ្ឋធានី Washington តទៅនេះលោកឈឹមសមេតសូមជូនដើមរឿងព័ត៌មានសំខាន់ៗតុលាការខ្មែរក្រហមក្នុងប្រទេសកម្ពុជាចោទប្រកាន់ចុងចោទថ្មី2នាក់ទៀតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថាកិច្ចចរចាបរមាណុអ៊ីរ៉ង់ជាកិច្ចព្រមព្រៀងអាក្រក់មួយគេបានបញ្ចុះសពលោក Nemtsov ក្នុងទីក្រុង Moscow ហើយក្នុងការផ្សាយរបស់ VOA វិទ្យុសំឡេងសហរដ្ឋអាមេរិកនៅពេលព្រឹកនេះពីរដ្ឋធានី Washington មានសេចក្តីរាយការណ៍ពីក្រមរដ្ឋអ៊ីស្លាមអនុវត្តការបំផ្លិចបំផ្លាញគ្មានព្រំដែនពីរាជធានីភ្នំពេញមានសេចក្តីរាយការណ៍ពីសហចៅក្រមស៊ើបអង្កេតអន្តរជាតិបានដាក់ជនសង្ស័យ2នាក់ក្នុងសំណុំរឿងទាំងពីរឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការហើយនឹងកិច្ចសម្ភាសជាមួយលោកស្រីវិជ្ជបណ្ឌិតពងឈីវកេកប្រធានអង្គការលីកាដូអំពីឥទ្ធិពលវប្បធម៌លើការពង្រឹងអំណាចស្ត្រីកម្ពុជាសូមអរលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍ទាំងនេះក្រោយព័ត៌មានអន្តរជាតិដែលជូនដោយលោកឈឹមសមេតតុលាការខ្មែរក្រហមគាំទ្រដោយអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជាបានចោទប្រកាន់ជាផ្លូវការជនជាប់សង្ស័យ2នាក់ទៀតពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលជាព្រឹត្តិការណ៍មួយមានឡើងតែប៉ុន្មានថ្ងៃក្រោយពីនាយករដ្ឋមន្ត្រីហ៊ុនសែនបានព្រមានប្រឆាំងនឹងចំណាត់ការនេះកាលពីថ្ងៃអង្គារលោក Mark Harmon ចៅក្រមស៊ើបអង្កេតអន្តរជាតិរបស់តុលាការនេះបានចោទប្រកាន់ដោយកំបាំងមុខឈ្មោះមាសមុតអតីតអគ្គមេបញ្ជាការកងទ័ពជើងទឹករបស់របបគ្រប់គ្រងខ្មែរក្រហមនិងអ្នកស្រីអឹមចាមអតីតគណៈស្រុកដែលបាននិយាយការពីពេលមុនថាគាត់នឹងមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយតុលាការនេះទេលោក Lars Olsen អ្នកនាំពាក្យតុលាការអន្តរជាតិនេះបាននិយាយថាការចោទប្រកាន់ចំពោះមុខតុលាការនេះមានន័យថានៅពេលនេះពួកចុងចោទអាចសុំមើលសំណុំឯកសារដើម្បីការពារខ្លួនហើយអាចចូលរួមក្នុងសវនាការក្នុងតុលាការនេះផងដែរឈ្មោះមាសមុតបានទៅចោទប្រកាន់ពីបទសម្លាប់មនុស្សឃុំឃាំងមនុស្សដូចជាទាសករនិងសកម្មភាពអមនុស្សធម៌ប្រឆាំងនឹងពួកជនបរទេសនៅក្នុងសមុទ្រនិងពីបទឧក្រិដ្ឋកម្មសង្គ្រាមលោកអាងឧត្តមមេធាវីការពារក្តីមាសមុតបាននិយាយប្រាប់ផ្នែកផ្សាយជាខេមរៈភាសារបស់ VOA សំឡេងសហរដ្ឋអាមេរិកថាការចោទប្រកាន់ទាំងនេះមិនមែនជាការភ្ញាក់ផ្អើលធំដុំអ្វីទេអ្នកស្រីអឹមចាមបានត្រូវចោទប្រកាន់ពីបទសម្លាប់មនុស្សការសម្លាប់រង្គាលនិងការធ្វើទុកបុកម្នេញខាងនយោបាយនៅឯមជ្ឈមណ្ឌលសន្តិសុខត្រយ៉ោងក្នុងខេត្តបន្ទាយមានជ័យគាត់ក៏បានត្រូវចោទប្រកាន់ដែរពីបទសម្លាប់មនុស្សការយកមនុស្សធ្វើជាទាសករនិងការដាក់គុកមនុស្សនៅក្នុងការដ្ឋានស្ពានស្រែកក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏លោកនេតភក្ត្រាអ្នកនាំពាក្យនៃភាគីខ្មែររបស់តុលាការនេះបាននិយាយថាគេដឹងមិនទាន់ច្បាស់លាស់នៅឡើយទេថាតើជនជាប់សង្ស័យ2នាក់នេះនឹងត្រូវចាប់ឃុំឃាំងឬបែបណាឡើយជាក្រុមស៊ើបអង្កេតខ្មែរមិនទាន់បាននិយាយនៅឡើយទេអំពីការចោទប្រកាន់ថ្មីៗទាំងនេះកាលពីសប្តាហ៍មុនហ៊ុនសែនបានព្រមានថាការកាត់ក្តីជនជាប់សង្ស័យថែមទៀតអាចនាំឲ្យមានសង្គ្រាមថ្មីមួយទៀតក៏ប៉ុន្តែយ៉ាងណាក៏ដោយក៏តុលាការនេះដែលបានចាប់ផ្ដើមកិច្ចប្រតិបត្តិការកាលពីឆ្នាំ2006បានជួបប្រទះការខ្វះខាតប្រកាសអំពើពុករលួយនិងរឿងអាស្រូវឯទៀតបានកាត់ទោសសមាជិកខ្មែរក្រហមតែ3នាក់ទេរហូតមកដល់ពេលនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថាកិច្ចចរចាគ្នាដែលកំពុងមានធ្វើរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់នឹងធានារ៉ាប់រងថារដ្ឋាភិបាលក្រុងទីអ៊ីរ៉ង់នឹងមានអាវុធបរមាណុដែលជាការគំរាមកំហែងមួយមិនមែនតែទៅលើភូមិភាគមជ្ឈមបូព៌ាប៉ុណ្ណោះទេតែទៅលើពិភពលោកផងដែរ
នៅក្នុងការចេញបង្ហាញខ្លួនមួយនៅចំពោះមុខសភាសហរដ្ឋអាមេរិកដែលបាននាំឲ្យមានរឿងចម្រូងចម្រាសលោក Netanyahu បាននិយាយគូបញ្ជាក់ប្រាប់ពួកសមាជិកសភាសហរដ្ឋអាមេរិកអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលប្រទេសអ៊ីរ៉ង់មានអាវុធបរមាណូដាក់ឲ្យមានលើប្រទេសលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថាប្រសិនបើកិច្ចព្រមព្រៀងដែលកំពុងត្រូវធ្វើការចរចានៅពេលនេះត្រូវទទួលយកដោយប្រទេសអ៊ីរ៉ង់កិច្ចព្រមព្រៀងនេះនឹងមិនរារាំងអ៊ីរ៉ង់មិនឲ្យអភិវឌ្ឍអាវុធបរមាណូទេកិច្ចព្រមព្រៀងនេះនឹងធានារ៉ាប់រងថាប្រទេសអ៊ីរ៉ង់នឹងមានអាវុធបរមាណូទាំងនោះជាច្រើននៅពេលបន្ទាប់មកកាលពីថ្ងៃអង្គារលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ាដែលបានមានប្រសាសន៍ថាលោកមិនបានមើលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងសន្ទរកថានេះទេក៏ប៉ុន្តែលោកបានអានអត្ថបទសន្ទរកថានោះបានមានប្រសាសន៍ទៀតថាគ្មានអ្វីថ្មីទេនៅក្នុងសន្ទរកថារបស់លោក Netanyahu ដោយលោកបាននិយាយទទូចថាមេដឹកនាំអ៊ីស្រាអែលរូបនេះគ្មានជំរឿសល្អជាងកិច្ចចរចាគ្នាដើម្បីស្នើទេក្រុមអ្នកកាន់មរណទុក្ខបានសម្ដែងការគោរពរបស់ពួកគេដល់សពលោក Boris Nemtsov មេដឹកនាំក្រុមប្រឆាំងរុស្ស៊ីដែលជាអ្នករិះគន់ខ្លាំងដល់ប្រធានាធិបតី Vladimir Putin ដែលបានត្រូវបាញ់ស្លាប់កាលពីចុងសប្តាហ៍មុននៅជិតវិមានក្រឹមឡើងគេបានបញ្ចុះសពលោក Nemtsov កាលពីថ្ងៃអង្គារនៅក្នុងកន្លែងបញ្ចុះសព Troyekurovskoye ដែលនៅក្នុងទីក្រុងម៉ូស្គូដែលនៅទីនោះសពលោកស្រី Anna Politkovskaya អ្នកកាសែតរុស្ស៊ីទទួលរង្វាន់ដែលបានត្រូវធ្វើឃាតកាលពីឆ្នាំ 2006 បានត្រូវបញ្ចុះនៅទីនោះដែរកាលពីពេលមុននេះកាលពីថ្ងៃអង្គារប្រជារាស្ត្ររុស្ស៊ីរាប់ពាន់នាក់បានដើរបន្តគ្នាជិតមឈូសសពលោក Nemtsov នៅឯមជ្ឈមណ្ឌលសិទ្ធិមនុស្ស Andrei Sakharov នៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ីដែលសាកសពលោកបានត្រូវតម្កល់នៅទីនោះដើម្បីឲ្យសាធារណជនទៅសម្ដែងការគោរពលោក Nemtsov បានត្រូវបាញ់ស្លាប់នៅលើស្ពានមួយនៅជិតកំផែងវិមានក្រែមឡាំងកាលពីយប់ថ្ងៃសុក្រកាលពីថ្ងៃអង្គារលោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់បានមានប្រសាសន៍នៅក្នុងទីក្រុងបែកឡាងថាលោកស្រីនឹងជំរុញអាជ្ញាធររុស្ស៊ីឲ្យធានារ៉ាប់រងដល់សេរីភាពខាងការនិយាយស្ដីបញ្ចេញមតិនៅក្រោយការធ្វើឃាតធ្ងន់ធ្ងរនិងដ៏សែនសោកសៅមួយបែបនេះលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry និងលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif ប្រជុំគ្នាក្នុងថ្ងៃទី2ក្នុងប្រទេសស្វីសដើម្បីពិភាក្សាគ្នាអំពីឋានៈនៃកម្មវិធីបរមាណូរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់លោក Kerry និងលោក Zarif បានជួបគ្នា2ម៉ោងកាលពីព្រឹកថ្ងៃអង្គារនៅក្នុងក្រុងសម្រាប់កាយ Montreux នៅក្រៅការសម្រាប់នៅពេលថ្ងៃត្រង់អស់លោកទាំងពីរនាក់នេះក៏បើកការប្រជុំគ្នានៅពេលរសៀលនៅក្នុងការសម្រាប់របស់អស់លោកអ្នកកាសែតម្នាក់បានសួរលោក Zarif អំពីដំណើរការនៃកិច្ចចរចាគ្នានេះលោកបានឆ្លើយតបថាយើងកំពុងខិតខំប្រឹងប្រែងប្រទេសអ៊ីរ៉ង់និងសមាជិកអចិន្ត្រៃយ៍ទាំង5នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិព្រមទាំងប្រទេសអាល្លឺម៉ង់ផងដែលគេហៅថាក្រុមប្រទេស P5+1 កំពុងធ្វើការឲ្យទាន់ពេលកំណត់ចុងក្រោយមកអស់ដែលបានត្រូវដាក់កំហិតដល់ពួកគេផ្ទាល់នៅថ្ងៃទី31ខែមីនាដែលមានគោលដៅធ្វើឲ្យមានកិច្ចប្រឹងប្រែងក្របខ័ណ្ឌមួយពួកអ្នកធ្វើការចរចាគ្នាមានពេលរហូតដល់ថ្ងៃទី1ខែកក្កដាដើម្បីឲ្យបានសម្រេចកិច្ចព្រមព្រៀងចុងក្រោយបង្អស់មួយក្រុមប្រទេស P5+1 កំពុងស្វាស្វែងឲ្យមានកិច្ចព្រមព្រៀងមួយដែលកម្រិតសមត្ថភាពសម្រិតសម្រាំងសារធាតុយូរ៉ាញ៉ុមរបស់ប្រទេសអ៊ីរ៉ង់និងកម្រិតប្រភពធនធានរបស់ប្រទេសនេះសម្រាប់ការអភិវឌ្ឍអាវុធបរមាណូប្រទេសអ៊ីរ៉ង់ដែលនិយាយថាកម្មវិធីបរមាណូរបស់ផងខ្លួនមានលក្ខណៈសន្តិវិធីកំពុងស្វាស្វែងឲ្យមានការសម្រាលពីការដាក់ទណ្ឌកម្មអន្តរជាតិ The Voice of America, VOA. ពួកអ៊ីស្លាមជ្រុលនិយមទំនងជាប្រព្រឹត្តអំពើសាហាវព្រៃផ្សៃដែលគ្មានដែនកំណត់សម្រាប់គោលបំណងរបស់ពួកគេក្នុងការបង្កើតពិភពលោកមួយដោយយោងតាមការបកស្រាយរបស់ពួកគេលើសាសនាអ៊ីស្លាមខណៈដែលក្រុមសកម្មជនរដ្ឋអ៊ីស្លាមបន្តអនុវត្តគម្រោងបំផ្លិចបំផ្លាញរបស់ខ្លួនអ្នកជំនាញការឲ្យដឹងថាពួកជនសកម្មយុទ្ធអ៊ីស្លាមនេះបានត្រៀមខ្លួនជាស្រេចដើម្បីបំផ្លាញមនុស្សគ្រប់រូប
ឬអ្វីៗទាំងអស់ដែលប្រឆាំងនឹងគោលដៅរបស់ពួកគេលោកស្រី Slatika Hope មានសេចក្តីរាយការណ៍អំពីរឿងនេះហើយនាង Ten សុកសីនិតប្រាយសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅរដ្ឋអ៊ីស្លាមបង្ហោះវីដេអូមួយកាលពីថ្ងៃប្រហោះបង្ហាញសកម្មភាពបំផ្លិចបំផ្លាញវត្ថុបុរាណនៅក្រុងមូស៊ុលខាងជើងប្រទេសអ៊ីរ៉ាក់វត្ថុបុរាណខ្លះមានអាយុជាង 2000 ឆ្នាំនិងមានតម្លៃឥតគណនាបរិសម្នាក់ក្នុងវីដេអូនោះថាពួកគេបំផ្លាញរូបសំណាកទាំងនេះដោយសារតែរូបទាំងនេះតំណាងឲ្យនិមិត្តរូបសាសនារបស់ពួក Assyrians និងពួក Akkadians ដែលមិនជឿលើព្រះណាមួយបរិសនោះថាព្យាការីមូហាម៉ាត់បានបញ្ជាឲ្យបំផ្លាញនិមិត្តរូបសាសនាទាំងអស់នេះរដ្ឋអ៊ីស្លាមប្រតិបត្តិសាសនាអ៊ីស្លាមស៊ូនីដ៏តឹងរ៉ឹងមួយដែលមិនអនុគ្រោះលើអ្វីដែលខុសពីគម្ពីរកូរ៉ានពួករដ្ឋអ៊ីស្លាមបានបំផ្លាញទីសក្ការៈស៊ីអ៊ីតនិងស៊ូហ្វីមូស្លីមរួមទាំងវិហារសាសនាគ្រឹះនៅអ៊ីរ៉ាក់និងស៊ីរីដែលពួកគេបានកាន់កាប់ក៏ប៉ុន្តែការបំផ្លាញជីវិតមនុស្សជារឿងដែលពិភពលោកព្រួយបារម្ភជាងការបំផ្លាញវត្ថុក្រុមសកម្មប្រយុទ្ធនេះបានបង្ហោះវីដេអូនៃយុទ្ធនាការភេរវកម្មរបស់ខ្លួនរួមមានការកាត់កចំណាប់ខ្មាំងលោក David Saperstein ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីសេរីភាពសាសនាអន្តរជាតិបានប្រាប់ទូរទស្សន៍ Al Hurra ថាពលរដ្ឋអ៊ីស្លាមកំពុងបំផ្លាញសហគមន៍នៅអ៊ីរ៉ាក់និងស៊ីរីដែលរស់នៅជាមួយគ្នាដោយសន្តិភាពនិងដោយយោគយល់They want a monolithic extremist view ពួកនេះចង់បានសាសនាអ៊ីស្លាមដ៏ជ្រុលនិយមតែមួយដែលមនុស្សគ្រប់រូបត្រូវតែគោរពតាមហើយពួកនេះបានត្រៀមខ្លួនដើម្បីបង្ខំឬសម្លាប់ជនណាដែលមិនយល់ស្របនឹងពួកគេអ្នកមូស្លីមដែលគិតខុសពីពួករដ្ឋអ៊ីស្លាមមិនថាស្ត្រីឬកុមារមិនរួចខ្លួនទេ Children of minorities have been captured កុមារជនជាតិភាគតិចត្រូវបានចាប់ខ្លួននៅតាមកន្លែងជាច្រើនដែលពួករដ្ឋអ៊ីស្លាមបានដាក់កម្លាំងនៅទីនោះហើយត្រូវបានលក់ជាទេសចរនៅតាមទីផ្សារអង្គការសហប្រជាជាតិថាកុមារទាំងនោះប្រឈមនឹងអំពើសាហាវព្រៃផ្សៃរបស់ពួករដ្ឋអ៊ីស្លាម We had reports of children especially children យើងមានរបាយការណ៍ស្ដីពីកុមារដែលត្រូវបានគាបសង្កត់ខាងសតិអារម្មណ៍និងប្រើប្រាស់ជាអ្នកបន្ទុះគ្រាប់បែកអត្តឃាតដោយមិនដឹងខ្លួនមានវីដេអូមួយបង្ហាញកុមារតូចៗអាយុ8ឆ្នាំឬក្មេងជាងនេះដែលត្រូវបានបំពាក់បំពាន់ឲ្យคล้ายជាកុមារយោធាក៏ប៉ុន្តែការឃោសនារបស់ពួកអ៊ីស្លាមជ្រុលនិយមនេះដៅយកពួកមូស្លីមវ័យក្មេងទូទាំងពិភពលោកខណៈដែលរដ្ឋាភិបាលជាច្រើនកំពុងរារាំងមនុស្សមិនឲ្យចូលរួមជាមួយពួករដ្ឋអ៊ីស្លាមនៅស៊ីរីរដ្ឋាភិបាលផ្សេងទៀតកំពុងតែអំពាវនាវឲ្យមានកិច្ចខំប្រឹងប្រែងបន្ថែមក្នុងការលុបបំបាត់ភាពជ្រុលនិយមពីរដ្ឋធានី Washington ខ្ញុំតេនសុកស្រីនិត VOA The Voice of America VOA ប៉ុន្មានថ្ងៃក្រោយពីនាយករដ្ឋមន្ត្រីខ្មែរបង្ហាញជំហរប្រឆាំងនឹងការចោទប្រកាន់ជនជាប់សង្ស័យថែមទៀតក្នុងសំណុំរឿង003និង004សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានដាក់ជនសង្ស័យ2នាក់ក្នុងសំណុំរឿងទាំងពីរឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការដែលមានន័យប្រហាក់ប្រហែលនឹងការចាប់ផ្ដើមចោទប្រកាន់ជនសង្ស័យទាំងពីរដែរក៏ប៉ុន្តែក្រុមអ្នកច្បាប់និយាយថាសាលាក្តីខ្មែរក្រហមមិនទាន់មានសិទ្ធិចាប់ខ្លួនជនសង្ស័យនៅឡើយទេលោកគង់ស្ថានរដ្ឋនៃ VOA រាយការណ៍រឿងនេះពីរាជធានីភ្នំពេញសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមលោក Max Hammond នៅថ្ងៃអង្គារនេះបានដាក់ជនជាប់សង្ស័យចំនួន2នាក់ដែលជាអតីតមេទ័ពកម្ពុជាខ្មែរក្រហមនិងអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមនៅក្នុងសំណុំរឿង003និង004ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការដោយកំបាំងមុខដោយចោទពួកគេពីបទពាក់ព័ន្ធមនុស្សឃាតឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងសេចក្តីថ្លែងការណ៍ពីរដាច់ដោយឡែកពីគ្នានៅរសៀលនេះលោកចៅក្រម Max Hammond បានចោទមាសមុតអតីតមេបញ្ជាការកងទ័ពជើងទឹករបស់ខ្មែរក្រហមថាជាប់ពាក់ព័ន្ធទៅនឹងបទមនុស្សឃាតឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមដោយឡែកអ្នកស្រីអឹមចែមអតីតចៅហ្វាយស្រុកព្រះនេត្រព្រះនៅក្នុងសម័យខ្មែរក្រហមត្រូវចោទប្រកាន់ពីបទមនុស្សឃាតនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជនជាប់សង្ស័យទាំងពីរស្ថិតនៅក្នុងចំណោមជនជាប់សង្ស័យចំនួន5នាក់ដែលសហចៅក្រមស៊ើបអង្កេតអន្តរជាតិដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតជាច្រើនឆ្នាំមកហើយក៏ប៉ុន្តែមិនទាន់មានការចោទប្រកាន់ភ្លាមៗដោយសារតែមានភាពចម្រូងចម្រាសរវាងភាគីជាតិនិងភាគីអន្តរជាតិនៅក្នុងសាលាក្តីខ្មែរក្រហមសហចៅក្រមស៊ើបអង្កេតអន្តរជាតិបានរកឃើញថាមាសមុតជាប់ពាក់ព័ន្ធទៅនឹងការធ្វើមនុស្សឃាតការសម្លាប់រង្គាលការធ្វើជាទាសករ
ការដាក់នៅក្នុងមន្ទីរឃុំឃាំងការធ្វើទុកបុកម្នេញដោយមូលហេតុនយោបាយនិងពូជសាសន៍ដែលប្រព្រឹត្តនៅមន្ទីរសន្តិសុខអន្តញៀននៅក្នុងខេត្តកំពង់សោមខេត្តក្រចេះនិងមន្ទីរសន្តិសុខស21ឬគុកទួលស្លែងរួមទាំងឧក្រិដ្ឋកម្មដែលប្រព្រឹត្តលើជនបរទេសមួយចំនួនដូចជាជនជាតិថៃជនជាតិវៀតណាមនិងជនបរទេសផ្សេងទៀតនៅលើដែនដីកោះនិងដែនសមុទ្រកម្ពុជាតាក់ទងទៅនឹងអ្នកស្រីអឹមចែមសហចៅក្រមស៊ើបអង្កេត Mark Hammond បានរកឃើញការជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មនៅមន្ទីរសន្តិសុខភ្នំត្រយូងការដ្ឋានស្ពានស្រែងការធ្វើមនុស្សឃាតការដាក់ជាទាសករការសម្លាប់រង្គាលការដាក់នៅក្នុងមន្ទីរឃុំឃាំងការធ្វើទុកបុកម្នេញដោយមូលហេតុនយោបាយជាដើមលោក Lars Olsen មន្ត្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមបានពន្យល់ថាការដាក់ជនសង្ស័យមាសមុតនិងអឹមចែមឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការដោយកំបាំងមុខដោយផ្អែកទៅលើការផ្ដល់លទ្ធភាពទៅដល់ជនសង្ស័យឲ្យធ្វើការតាក់ទងដោយផ្ទាល់នឹងសំណុំរឿងរបស់ពួកគេដើម្បីពន្លឿននីតិវិធីកាត់ទោសនិងជាការពិតមួយដែលថានឹងមិនមានដីកាចាប់ខ្លួនជនសង្ស័យទាំងនេះទេ The charges today means that now ការដាក់ជនសង្ស័យឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនៅថ្ងៃនេះមានន័យថាជនជាប់សង្ស័យនិងមេធាវីនឹងមានសិទ្ធិមើលសំណុំរឿងនិងចូលរួមដំណើរការនីតិវិធីពេញលេញហើយពួកគេនឹងមានសិទ្ធិមើលភស្តុតាងប្រឆាំងនឹងពួកគេនិងធ្វើការតស៊ូប្រឆាំងនឹងសកម្មភាពនិងសេចក្តីសម្រេចចិត្តរបស់សហចៅក្រមស៊ើបអង្កេតជាមួយគ្នានេះលោកនេតភក្ត្រាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជាគូបញ្ជាក់បន្ថែមថាជនជាប់សង្ស័យមិនអាចត្រូវចាប់ខ្លួននៅក្នុងពេលនេះទេហើយយោងតាមនីតិវិធីការចាប់ខ្លួនជាមួយក៏ការឃុំខ្លួនជនសង្ស័យបានលុះត្រាតែមានការយល់ព្រមពីសំណាក់សហចៅក្រមស៊ើបអង្កេតទាំងពីរទាំងចៅក្រមជាតិនិងចៅក្រមអន្តរជាតិនៃការិយាល័យសហចៅក្រមស៊ើបអង្កេតបាទអ្នកស្រីអឹមចែមជាប់សង្ស័យនៅក្នុងសំណុំរឿង004និងមាសមុតជាប់សង្ស័យនៅក្នុងសំណុំរឿង003មានវ័យជាង70ឆ្នាំទៅហើយលោកអាងឧត្តមសហមេធាវីកម្ពុជារបស់មាសមុតមិនទាន់អាចពិពណ៌នាអំពីការឆ្លើយតបទៅនឹងតុលាការយ៉ាងណានោះទេចាត់ការមិនតាន់ដឹងព្រោះតាមប្រជុំគ្នាសម្រាប់តែយើងរងចាំមិនដឹងយូរដែរហ្នឹងដោយឡែកលោកឆាំងយុគនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាមជ្ឈមណ្ឌលឯកសារតាក់ទងទៅនឹងរបបខ្មែរក្រហមមានប្រសាសន៍ថាការដាក់ជនជាប់សង្ស័យអឹមចែមនិងមាសមុតឲ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការបង្ហាញពីភាពវិជ្ជមានផងនិងអវិជ្ជមានផងរឿងនេះវាបង្ហាញពីភាពឯករាជ្យរបស់តុលាការហើយប្រហែលជាឱកាសដែលតុលាការគិតថានឹងប្រមូលមកវិញនៃការគ្រប់គ្រងពីសំណាក់ប្រជាជនប៉ុន្តែវាមិនមែនជាដីកាចាប់ខ្លួនទេបាទប៉ុន្តែនៅពេលដែលតុលាការបង្ហាញឈ្មោះជនសង្ស័យដែលយើងធ្លាប់លើរួចមកហើយហ្នឹងវាអាចផ្ដល់ភាពអវិជ្ជមានទៅវិញតែមូលហេតុថាប្រជាជនគាត់នឹងសួរទៅវិញថាឈ្មោះនេះធ្លាប់លើហើយមិនគិតទៅប្រកាសហើយកាលពីមុនហេតុអីចាំបាច់លាក់កំបាំងយូរមែនសូមបញ្ជាក់ថាការសម្រេចចិត្តរបស់សហចៅក្រមសញ្ជាតិអាមេរិក Mark Hammond នៅថ្ងៃនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបង្ហាញជំហរសារជាថ្មីម្ដងទៀតប្រឆាំងទៅនឹងការចោទប្រកាន់អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមជាបន្ថែមហើយលោកបានព្រមានអំពីការបង្កឲ្យមានសង្គ្រាមស៊ីវិលពីរាជធានីភ្នំពេញខ្ញុំគង់សុថានរិទ្ធ VOAលោកអ្នកនាងកំពុងតែស្ដាប់ការផ្សាយរបស់ VOA សម្លេងសាររដ្ឋអាមេរិកពីរដ្ឋធានី Washingtonការស្រាវជ្រាវថ្មីមួយទៀតរបស់ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់គម្រោងអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID រកឃើញថារចនាសម្ព័ន្ធសង្គមនិងវប្បធម៌ប្រពៃណីនៅតែជាកត្តារារាំងដ៏ចម្បងដល់ការពង្រឹងអំណាចស្ត្រីក្នុងភាពជាអ្នកដឹកនាំក៏ប៉ុន្តែអ្នកជំនាញថាឱកាសទទួលបានការអប់រំខ្ពស់និងការគាំទ្រនិងលើកទឹកចិត្តពីក្រុមគ្រួសារជាគន្លឹះសំខាន់សម្រាប់ស្ត្រីឈានចាប់យកតួនាទីជាអ្នកដឹកនាំនាងតែនសុកសៃនិតនៃ VOA បានសន្ទនាពិភាក្សាជាមួយលោកស្រីវិជ្ជបណ្ឌិតពងឈីកេប្រធានអង្គការលីកាដូអំពីអធិពលវប្បធម៌មកលើការពង្រឹងអំណាចស្ត្រីកម្ពុជាសូមអរលោកអ្នកស្ដាប់បទសន្ទនាភាគទី1នេះដូចតទៅសូមជម្រាបសួរលោកស្រីពងឈីកេជំរាបសួរចា
ចាថ្មីនេះរបាយការណ៍របស់ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថា USAID បានរកឃើញកត្តាចម្បងមួយចំនួនទាក់ទងនឹងការពង្រឹងអំណាចរបស់ស្ត្រីកម្ពុជាក្នុងភាពជាអ្នកដឹកនាំហើយក្នុងនោះរួមមានប្រព័ន្ធបោះឆ្នោតបែបសមមាត្រវប្បធម៌និងរចនាសម្ព័ន្ធសង្គមនៅក្នុងកម្ពុជាយើងនាងខ្ញុំចង់សួរថាតើលោកស្រីយល់ថាសប្តាហ៍ថ្ងៃនេះកត្តាវប្បធម៌នៅមានឥទ្ធិពលអវិជ្ជមានដល់ការពង្រឹងអំណាចនិងភាពជាអ្នកដឹកនាំរបស់ស្ត្រីកម្ពុជាដល់កម្រិតណាចាសសូមអរគុណជាការពិតដែរព្រោះអីវប្បធម៌យើងនៅប្រទេសកម្ពុជាគឺគេច្រើនតែទុកស្ត្រីថាស្ត្រីមិនបាច់ទៅរៀនសាលាឲ្យបានច្រើនទេរៀនបន្តិចបន្តួចបានហើយនៅផ្ទះទៅចាំពេញវ័យទៅគឺត្រូវរៀបចំអាពាហ៍ពិពាហ៍ជាមួយបរិសុទ្ធមួយដែលម្ដាយឪពុករើសឲ្យកូនទៀតណាហើយដល់រៀបអាពាហ៍ពិពាហ៍ទៅនៅតែផ្ទះមើលកូនមើលស្វាមីអីទៅកវលចក្រានឲ្យតែជុំទៅកុំបាច់ទៅធ្វើជាអ្នកដឹកនាំនៅឆាកជាតិឬក៏ឆាកអន្តរជាតិអីមិនបាច់ធ្វើអីធំដុំទេស្ត្រីគឺនៅតែក្នុងផ្ទះទៅចាហ្នឹងវប្បធម៌របស់យើងចាហើយទំនៀមទម្លាប់យើងចឹងទៀតហើយកុំភ្លេចថាយើងពីដើមយើងមានយើងហៅថាច្បាប់ស្រីចាផ្នត់គំនិតយើងគឺស្ត្រីនៅក្រោមបរិសុទ្ធអញ្ចឹងមិនបាច់ធ្វើកិច្ចការងារទេកិច្ចការងារខាងនយោបាយអីអ្នកសម្រេចអីនៅក្នុងឆាកនយោបាយឬក៏នៅក្នុងសង្គមអីត្រូវតែទុកសម្រាប់បរិសុទ្ធទេនេះហើយដែលធ្វើឲ្យមានការលំបាកប៉ុន្តែយើងឃើញថាឥឡូវនេះរដ្ឋាភិបាលក៏ខំប្រឹងប្រែងសង្គមស៊ីវិលក៏ខំប្រឹងប្រែងដើម្បីនឹងផ្ដល់ដល់ស្ត្រីគឺការអប់រំចាហើយនឹងសុខភាពឲ្យបានល្អដូច្នេះហើយនឹងអប់រំស្ត្រីទៀតសូមឲ្យស្ត្រីនឹងក្លាហានបញ្យល់ស្ត្រីពីរឿងថាសំខាន់ណាស់នៅក្នុងប្រទេសមួយអ្នកដែលជំរុញឲ្យប្រទេសនឹងដើរទៅបានលឿនទៅមុខអភិវឌ្ឍប្រទេសជាតិហ្នឹងគឺអ្នកណាគឺប្រជាពលរដ្ឋដែលនៅក្នុងប្រទេសហ្នឹងចាដូច្នេះយើងឃើញថាបន្តិចម្ដងឥឡូវស្ត្រីមានចិត្តក្លាហានហ៊ានទៅឈរឈ្មោះដើម្បីសូមឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនណាទៅជាអ្នកតំណាងរាស្ត្រឥឡូវមានស្ត្រីនៅក្នុងរដ្ឋាភិបាលជាឧបនាយករដ្ឋមន្ត្រីផងអញ្ចឹងយើងឃើញថាស្ត្រីនៅគ្រប់វិស័យសង្គមឥឡូវនេះតុលាការក៏មានគ្រូពេទ្យក៏មានមេធាវីក៏មានស្ត្រីមានគ្រប់កន្លែងគ្រប់វិស័យសង្គមចាតើតើនឹងកិច្ចការរបស់អង្គការសង្គមស៊ីវិលដោយលោកស្រីបានលើកឡើងការស្រាវជ្រាវជាច្រើនបានរកឃើញថាសង្គមស៊ីវិលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងអំណាចស្ត្រីក្នុងភាពជាអ្នកដឹកនាំនៅក្នុងវិស័យនយោបាយនាងខ្ញុំចង់សូមឲ្យលោកស្រីបកស្រាយថាកិច្ចការសំខាន់អ្វីខ្លះដែលអង្គការសង្គមស៊ីវិលបានអនុវត្តហើយកំពុងតែអនុវត្តដើម្បីជំរុញឲ្យមានចំនួនស្ត្រីជាអ្នកដឹកនាំក្នុងសង្គមនិងនយោបាយកាន់តែច្រើនឡើងចាជាការពិតដែររដ្ឋាភិបាលក៏ជំរុញសង្គមស៊ីវិលក៏ធ្វើកិច្ចការងារហ្នឹងសង្គមស៊ីវិលគឺបានមានអង្គការជាច្រើនឥឡូវនេះគឺបានលើកទឹកចិត្តស្ត្រីមានអង្គការខ្លះបង្រៀនស្ត្រីឲ្យចេះទៅធ្វើយុទ្ធនាការដើម្បីធ្វើកិច្ចការងារឲ្យគេបោះឆ្នោតជូនណាហើយលើកទឹកចិត្តស្ត្រីអប់រំស្ត្រីដើម្បីឲ្យស្ត្រីនឹងចេះក្លាហានចេះទៅនិយាយជាមួយប្រជាពលរដ្ឋតាក់ទាញមតិប្រជាពលរដ្ឋបញ្យល់ប្រជាពលរដ្ឋថាហេតុអ្វីបានត្រូវបោះឆ្នោតជូននាងព្រោះនាងអាចធ្វើអញ្ចឹងមួយទៅជូនហើយស្ត្រីហើយអង្គការមិនមែនរដ្ឋាភិបាលនឹងជំរុញធ្វើម៉េចឲ្យរដ្ឋាភិបាលនឹងជួយលើកទឹកចិត្តស្ត្រីហើយយើងកំពុងតែធ្វើយុទ្ធនាការដើម្បីតស៊ូមតិជាមួយគណៈបកនយោបាយថាធ្វើម៉េចនៅក្នុងវិជាព្រោះប្រទេសកម្ពុជាយើងអ្នកដែលបោះឆ្នោតជូនគណៈបកគឺបោះឆ្នោតតាមប្រព័ន្ធសមាមាត្របានន័យថាបោះឆ្នោតជូនគណៈបកហើយគណៈបកហ្នឹងធ្វើវិជាឈ្មោះចាអញ្ចឹងយើងកំពុងសុំយើងតស៊ូមតិសុំឲ្យមេគណៈបកហ្នឹងដាក់ឈ្មោះឆ្លាស់គ្នាណាកុំដាក់ឈ្មោះស្ត្រីខាងក្រោមដាក់ឈ្មោះបុរសខាងលើអញ្ចឹងបេក្ខជនខាងលើអាចជាប់ឆ្នោតបានបេក្ខជនខាងក្រោមមិនសូវមានឱកាសនឹងបានទទួលសិលឹកឆ្នោតទេចាដូច្នេះយើងចង់ឃើញថាដាក់ឆ្លាស់គ្នាទៅទី1ដាក់បុរសទី2ដាក់ស្ត្រីទី3ដាក់បុរសទី4ដាក់ស្ត្រីដូច្នេះយើងឃើញថានេះប្រហ
ហាយជាបានចំនួនស្ត្រីច្រើនជាងសប្តាហ៍ថ្ងៃនៅក្នុងរដ្ឋសភាចាហើយចំណាយខាងបោះឆ្នោតឃុំសង្កាត់ក៏អង្គការមិនមែនរដ្ឋាភិបាលនឹងចុះទៅផ្សព្វផ្សាយដើម្បីឲ្យស្ត្រីទៅនៅជនបទលើឃុំសង្កាត់ដើម្បីឲ្យបរិសុទ្ធជាពិសេសបរិសុទ្ធទៅជាស្វាមីក្តីទៅជាឪពុកក្តីទៅជាបងប្រុសក្តីជាប្អូនប្រុសក្តីឲ្យជួយលើកទឹកចិត្តស្ត្រីដើម្បីជំរុញឲ្យស្ត្រីចូលទៅក្នុងឆាកនយោបាយព្រោះរឿងរ៉ាវអីទាំងប្រមាណដែលប៉ះពាល់ដល់ស្ត្រីនៅក្នុងសង្គមបើស្ត្រីជាអ្នកដឹកនាំជាអ្នកសម្រាប់ខ្ញុំថាប្រហែលជាស្ត្រីយកចិត្តទុកដាក់ច្រើនជាងបរិសុទ្ធចា៎អស់លោកអ្នកទើបបានស្ដាប់បទសន្ទនាភាគទី1រវាង VOA និងលោកស្រីពងឈីកិច្ចអំពីការពង្រឹងអំណាចស្ត្រីក្នុងភាពជាអ្នកដឹកនាំសូមអស់លោកអ្នករងចាំស្ដាប់បទសន្ទនាភាគទី2ជាភាគបញ្ចប់នៅក្នុងការផ្សាយរបស់ VOA នៅយប់ថ្ងៃពុធនេះក្នុងការផ្សាយរបស់យើងនៅរាត្រីនេះសូមអស់លោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍ពីប្រទេសកម្ពុជាអាស៊ីនិងពិភពលោកសូមអរគុណតទៅនេះលោកឈឹមសមេតសូមជូនព័ត៌មានពិភពលោកសង្ខេបសូមជឿនបាទអរគុណផ្នែកផ្សាយជាភាសាចិន Mandarin នៃ VOA បានផ្សាយថាបណ្ដាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសចិនបាននិយាយថាអាជ្ញាធរចិនកំពុងស៊ើបអង្កេតនីតិហាន14នាក់ក្នុងបរ្ដាពួកនីតិហានជាន់ខ្ពស់របស់ខ្លួនដោយមានរួមបញ្ចូលទាំងកូនប្រុសរបស់អតីតឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់ផងដែរពីបទជាប់សង្ស័យថាប្រព្រឹត្តអំពើពុករលួយការស៊ើបអង្កេតនេះបានត្រូវចាត់ទុកថាជាយុទ្ធនាការថ្មីបំផុតរបស់រដ្ឋាភិបាលក្រុងប៉េកាំងប្រឆាំងនឹងអំពើពុករលួយក្នុងកងទ័ពព័ត៌មាននេះមានឡើង4ខែក្រោយពីលោកស៊ូកៃហ៊ូអតីតនីតិហានជាន់ខ្ពស់ម្នាក់នៃប្រទេសចិនបានទទួលសារភាពថាបានស៊ីសំណូកយ៉ាងច្រើនជាថ្នូរនឹងការជួយពួកអ្នកសោកឲ្យបានឡើងស័ក្តិផ្នែកផ្សាយជាភាសាកូរ៉េនៃ VOA បានផ្សាយថានៅក្នុងសន្ទរកថារបស់លោកទៅកាន់ការប្រជុំទី28នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry បានមានប្រសាសន៍ថាប្រទេសកូរ៉េខាងជើងបានមានប្រសាសន៍ថាប្រជារាស្ត្រកូរ៉េខាងជើងរាប់ម៉ឺននាក់រស់នៅដូចជាទេសកលអ្នកការទូតសហរដ្ឋអាមេរិកកំពូលរូបនេះបានមានប្រសាសន៍ថានៅក្នុងប្រទេសកូរ៉េខាងជើងគ្មានសេរីភាពខាងការនិយាយស្ដីបញ្ចេញមតិទេគ្មានសេរីភាពខាងការគោរពសាសនាទេឬគ្មានការជំទាស់ខាងនយោបាយឡើយប្រធានកងកម្លាំងឧទាមកូកាំងនៅក្នុងប្រទេសភូមាបាននិយាយថាពួកជនអម្បូរភាគតិចប្រដាប់អាវុធមួយក្រុមនៅជិតខាងបានជួយពួកកូកាំងក្នុងការតស៊ូរបស់ពួកគេប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលភូមាផ្នែកផ្សាយជាភាសាវៀតណាមនៃ VOA បានរាយការណ៍ថាប្រទេសវៀតណាមចង់អភិវឌ្ឍកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយប្រទេសអ៊ីស្រាអែលក្នុងកិច្ចការពារប្រទេសនេះបើតាមការនិយាយដោយលោកមានជីវិនអនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាមនៅពេលលោកស្វាគមន៍លោកអគ្គនាយកនៃកងនៃក្រសួងការពារប្រទេសអ៊ីស្រាអែលកម្មវិធីផ្សាយរបស់ VOA សំឡេងសហរដ្ឋអាមេរិកនៅវេលាព្រឹកនេះចាប់តែត្រឹមនេះ